រឿងស្វែងរកកំណប់នៅក្នុងរូងនាគអាតកំបាំងនៅជើងភ្នំអាកាសាសដែលជាកំពូលភ្នំខ្ពស់បំផុតក្របដណ្ដប់ដែលពពកខ្មៅងងឹតមានរូងភ្នំមួយដែលគេដឹងថាជាជំរករបស់នាគភ្លើងដ៏សាហាវឈ្មោះ Bless នាគនេះបានយាមកាមកំណប់មហាសាលអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយការចាប់ផ្ដើមនៃដំណើរផ្សងព្រេង Aris ជាអ្នកប្រមាញ់កំណប់វ័យក្មេងម្នាក់ដែលមានចិត្តក្លាហាននិងមានដាវវេទមន្តមួយជាប់នឹងខ្លួនគេមិនមែនចង់បានមាសប្រាក់ដើម្បីតែភាពមានបានផ្ទាល់ខ្លួននោះទេប៉ុន្តែគេត្រូវការត្បូងបេះដូងនាគដើម្បីយកទៅព្យាបាលជំងឺគ្រុនក្តៅប្លែកមួយដែលកំពុងយាយីញាក់ភូមិរបស់គេនៅពេលឈានជើងចូលដល់មាត់រូងភ្នំ Aris មានអារម្មណ៍ថាកម្ដៅខ្លាំងខ្យល់ដែលបក់ចេញពីរូងភ្នំមានកម្ដៅដូចភ្លើងក្លិនស្ពាន់ធឿក្លិនឈួលដែលសាយភាយពេញអាកាសភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចគ្មានសំឡេងសត្វល្អិតសូម្បីតែមួយក្បាលក្នុងរូងកំណាប់បន្ទាប់ពីធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយ Aris ក៏បានមកដល់សាលធំកណ្ដាលនៃរូងភ្នំនៅទីនោះគេបានឃើញភ្នំមាសរូបចម្លាក់ត្បូងនិងគ្រឿងអលង្ការរាយប៉ាយពេញដីប៉ុន្តែនៅពីលើភ្នំមាសនោះគឺជានាគយ៉ាក់ជញ្ចេញពណ៌ក្រហមឆ្អៅដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់ត្រូវតែដាក់ឲ្យស្រាលបំផុត Aris ស៊ឹបប្រាប់ខ្លួនឯងគេព្យាយាមដើរកាត់គំនរមាសដែលបញ្ចេញសំឡេងក្រិចក្រករាល់ពេលដែលគេឈានជើងការប្រឈមមុខនឹងគ្រោះថ្នាក់ភ្លាមនោះកន្ទុយរបស់នាគបានគម្រើបធ្វើឲ្យកំអែលភ្នំភ្លើងដែលនៅក្បែរនោះផ្ទុះឡើងបន្តិច Aris បានឃើញត្បូងបេះដូងនាគភ្លឺផ្លែកនៅចន្លោះក្រញ៉ោមរបស់វានៅពេលគេឈោងដៃទៅចាប់ត្បូងនោះភ្នែករបស់នាគ Bless ក៏បើកឡើងវាគឺជាភ្នែកពណ៌លឿងទុំដ៏ធំសម្បើមមនុស្សតោបទៀបតើឯងហ៊ានមកលួចទ្រព្យសម្បត្តិយើងឬសំលៀងក្រហឹមរបស់នាគធ្វើឲ្យរូងភ្នំទាំងមូលរញ្ជឿយ Aris មិនរត់គេចខ្លួនទេគេបានលុតជង្គង់ចុះហើយពោលថាអូស្ដេចនាគដ៏មានអំណាចខ្ញុំមិនមែនមកដើម្បីលួចមាសទាំងនេះទេភូមិរបស់ខ្ញុំកំពុងរងគ្រោះខ្ញុំត្រូវការត្បូងនេះដើម្បីសង្គ្រោះជីវិតមនុស្សបើលោកចង់សម្លាប់ខ្ញុំសូមសម្លាប់ចុះប៉ុន្តែសូមមេត្តាជួយអ្នកភូមិរបស់ខ្ញុំផងលទ្ធផលនៃការសាក់លបងនាគ Bless បានឈប់បញ្ចេញភ្លើងវាសម្លឹងមើលទៅក្នុងភ្នែករបស់ Aris ហើយឃើញតែភាពស្មោះត្រង់គ្មានភាពលោភលន់ឡើយភាពក្លាហានដែលកើតចេញពីក្តីមេត្តាគឺជាកំណប់ដ៏ពិតប្រាកដនាគបាននិយាយរួចក៏រុញត្បូងនោះទៅឲ្យ Aris ចូលយកវាទៅប៉ុន្តែចាំថាបើឯងប្រើវាដើម្បីអំណាចផ្ទាល់ខ្លួនវានឹងคล้ายទៅជាដុំថ្មធម្មតាវិញ Aris បានសំពះអរគុណហើយត្រឡប់ទៅភូមិវិញដោយជោគជ័យចាប់ពីថ្ងៃនោះមករឿងរ៉ាវរបស់អ្នកប្រមាញ់កំណប់ដែលមិនលោភលន់ក៏បានคล้ายទៅជាវីរភាពដែលគេនិយាយតៗគ្នាពេញអាណាចក្រ